បាទនេះជាស្ថិតិបន្ថែមទៀតបាទសម្រាប់កីឡាករទាំងពីររូបបងផុតទៅមួយទឹកដំបងបាទឃើញថាអ្នកទាំងពីរបាទមានការវាចេញផាផែគ្នាបាទតែការវាយចំគោលដៅបាទគឺចេស្តាបាទរៀងនាំមុខច្រើនបន្តិចបាទនេះគឺជារូបភាពយឺតបាទរបស់អ្នកទាំងពីរបាទការពីទឹកទី1កន្លងមកបងផុតទៅហើយបាទសម្រាប់ការប្រកួតរបស់អ្នកទាំងពីរបាទនេះជារូបភាពយឺតដែលបានបន្សល់ទុកនៅមុននេះបន្តិចបាទឃើញថាទឹកទី2នេះបាទចេស្តាគឺពិបាកវាយលុកបាទទៅកាន់កីឡាករបង្គោលខៀវបាទសម្រាប់ការប្រកួតរបស់អ្នកទាំងពីរបាទការប្រកួតបាទអូបន្លាយចូលដល់ទឹកទី4នៅពេលបន្តិចទៀតបាទហើយនេះគឺជារូបភាពយឺតបាទការពីទឹកទី3បាទនេះគឺជាការអុកកែងមួយបាទទៅលើម៉ាស៊ូតទីបំផុតបាទអ្នកទាំងពីរបាទធ្វើការតស៊ូគ្នាដល់ទឹកទី5ហើយបាទគឺពិតជាមិនធម្មតាមែនបាទជាពិសេសបាទសូមសរសើរដល់ទឹកចិត្តបាទដល់កីឡាករបង្គោលខៀវបាទដែលអាចធ្វើការតស៊ូបាទដល់ទឹកទី5នេះបានបង្គោលក្រហមធនចេស្តា